Được xong lậpក្រុមថ្ងៃនេះយើងមកបន្តពីអរេមេទី4ខ្ញុំមកពីក្រុម S4 ឈ្មោះសកលមករាឥឡូវយើងមកធ្វើការតអរេរបស់យើងភាគ3ដែលយើងនឹងសិក្សាពីអរេដែលមាន4វិមាត្រអញ្ចឹងយើងមាន variable មួយជាប្រភេទ integer ដែលវាមានជាឈ្មោះថា school ហើយនៅក្នុង square bracket ហ្នឹងមាន3ក្បៀសដែលសម្គាល់ឲ្យ4វិមាត្រចឹងនៅក្នុងវិមាត្រដំបូងគឺយើងមានមួយសំណុំដែលនៅក្នុងសំណុំទី1ចូលដល់វិមាត្រទី2យើងមាន2សំណុំហើយបន្តមកយើងចូលដល់សំណុំទី3សំណុំទី3គឺ3វិមាត្រយើងមាន4សំណុំហើយយើងចូលទៅដល់ក្នុងវិមាត្រទី4ចុងក្រោយគេមកអស់គឺយើងមាន4សំណុំដែលក្នុង4សំណុំហ្នឹងគឺយើងមាន3 element នៅក្នុងហ្នឹង4សំណុំតែបើយើងរាប់ពីនេះខ្ញុំរាប់ពីលេខ1មកតែបើយើងរាប់ពីលេខ0មកគឺយើងត្រូវដកមួយវិញទាំងអស់អញ្ចឹងអាចថានេះមានតែ3 element តែ index របស់វាគឺមានកម្រិត2អញ្ចឹងយើងធ្វើការ run មកនេះយើងធ្វើការ console write line school អញ្ចឹងអានេះ1 0 0 2យើងរាប់មកអានេះយកអានេះ1តមក0នេះគឺ0 0 2តមកយើងដាក់0ណាដែល index 0 0តមកគឺ2ហើយតមកគឺលេខ2ហ្នឹងគឺនេះពេលដែលយើង run មកគឺវានឹងចេញលេខ95យើងធ្វើការ run ចឹងវីដេអូខ្ញុំគឺចេញចម្លើយមក95គឺពិតជាត្រឹមត្រូវចឹងសូមអរគុណមានតែប៉ុណ្្នឹង